Và thì mẹp xua bong phồnថ្ងៃនេះជាថ្ងៃទី4បាទខែ3ឆ្នាំ2025ហ្នឹងហើយថ្ងៃនេះជាវីដេអូទី2ហើយទាក់ទងទៅនឹងបាទកូនក្អុកនៅដើមឆ្នាំ2025ជាស្ដែងកូនក្អុកនេះខ្ញុំបង្កើតជាលើកទី2ហើយបងប្អូននៅវីដេអូទី1កាលខ្ញុំថតហ្នឹងដោយសារកូនក្អុកយើងក្តៅពេកហើយខ្ញុំអត់បានមើលថែដណ្ដល់អញ្ចឹងវាធ្វើឲ្យកូនក្អុកយើងងាប់មកទ្រុងអស់ទៅដោយសាររវល់អត់បាននៅផ្ទះបាទអញ្ចឹងទៅវាពិបាកបញ្ហាទៅហើយថ្ងៃនេះយើងបង្កាត់ថ្ងៃទី1បាទអញ្ចឹងយើងឃើញថាកូនក្អុករបស់យើងវាមានអាយុ3ថ្ងៃចាប់ពីថ្ងៃយកហើយខ្ញុំបង្កាត់នៅទ្រុងតង់ទេក៏ប៉ុន្តែដល់ពេលដែលវិញយកហើយខ្ញុំក៏យកមកដាក់នៅលូទៅដោយសារទឹកស្រះវាល្អក់ពេកអញ្ចឹងខ្ញុំដាក់ទឹកច្រើនទៅវាអត់កើតមើលកូនក្អុកអត់សូវឃើញដាក់ទឹកច្រើនអញ្ចឹងដាក់ក្នុងលូទៅប៉ុន្តែយើងឃើញថាអាកាសធាតុសប្តាហ៍ថ្ងៃវាឡើងកម្ដៅមែនទែនក្ដៅអញ្ចឹងខ្ញុំបន្ថែមទឹកឲ្យរឿងច្រើនបន្តិចដែរយើងតាមដានវាតើវាអាចល្អប្រសើរអត់បាទទាក់ទងទៅនឹងសុខភាពវាណាហើយទុំយកមកដាក់ក្នុងលូថ្ងៃនេះទេបាទ3ថ្ងៃនេះហើយយើងក៏ដាក់លាយចំណីឲ្យស៊ីខ្លះដែរហើយនឹងសំណក់របស់វានៅសល់នឹងនៅឡើយទេយើងយកបាយពីតង់មក10គូហ្នឹងយើងបាន2លូនេះឯងបាទខាងនេះទឹកស្រះវាល្អអញ្ចឹងបានខ្ញុំដូរពីតង់ទឹកច្រើនយកមកដាក់នៅក្នុងលូមកយើងបន្ថយទឹកបន្តិចណាងាយស្រួលក្នុងការមើលវាឃើញថាល្អដែរក៏ប៉ុន្តែគ្រាន់តែប្រហែលថ្ងៃនេះមេឃវាឡើងក្តៅបន្តិចបាទឡើងកម្ដៅខ្លាំងមែនទែនកូនក្អុកយើងល្អអត់អីទេប៉ុន្តែយើងកំពុងតែតាមដានបន្តទៀតបាទតេតងនឹងការបង្កើតនេះដែរគឺវាដើមរដូវហើយកែបយើងក៏បង្កាត់នៅលើកទី1ដែរអញ្ចឹងយើងមើលឃើញថាជាក់ស្ដែងកែបរបស់យើងវាញាស់អត្រាញាស់ឲ្យបានត្រឹម 60% ទេដោយសារវាមានពងខ្ចីច្រើនបាទអញ្ចឹងយើងទុកទៅដល់ខែ4គឺល្អមែនទែនអាចចុងខែ3ដើមខែ4នឹងល្អហើយព្រោះដោយសារមួយរយៈកែបដែលខ្ញុំទុកពូជនេះក៏យើងបង្កាត់ខែ3ខែ4ទៅដែរអញ្ចឹងវាទៅដល់ខែ4វិញវាគ្រប់អាយុកាលពេញលេញរបស់វាហើយនេះគឺជាទ្រុងរបស់មេពូជបាទសិតតែជាមេពូជ5ទ្រុងបាទ5លូណាខ្ញុំដាក់ក្នុងលូចេះតែថ្ងៃឡើងវារឿងមានកម្ដៅក្តៅបន្តិចប៉ុន្តែយើងដូរទឹកម្ដងដែរនៅពេលថ្ងៃបាទឥឡូវយើងក៏លេខមកមើលកូនក្អុករបស់យើងវិញឃើញថាសុខភាពរបស់វាល្អប្រសើរដែរមិនជាបញ្ហាទេដូចខ្ញុំបញ្ជាក់ចឹងគ្រាន់តែវាស្ថានភាពឥឡូវវាក្តៅខ្លាំងអញ្ចឹងយើងមើលទឹកទៅបើទឹកក្តៅយើងអាចដូរឬក៏ថែមទឹកជាក់ស្ដែងបាទហ្នឹងហើយបងប្អូនវីដេអូហ្នឹងគ្រាន់តែបង្ហាញពីការថែរក្សាកូនក្អុកប៉ុណ្ណឹងបើសិនជាបងប្អូនមានបញ្ហាអាចជជែកគ្នាសួរបានអ្វីដែលខ្ញុំបានដឹងបានអនុវត្តយើងចែករំលែកគ្នាទៅបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដាន